សូមស្វាគមន៍មកកាន់ការរៀនភាសាអង់គ្លេស Reading Power Builder គឺជាការអានឲ្យយល់ហើយមេរៀនទាំងអស់នេះជួយឲ្យអ្នកអានភាសាអង់គ្លេសងាយយល់គ្រប់អត្ថបទក្នុងនោះដែរមាន100មេរៀនដើម្បីហ្វឹកហាត់ទី1ចូលមើលរូបភាពឲ្យយល់មុននឹងអានមេរៀនទី2ចូលអានអត្ថបទឲ្យយល់ហើយចាំទី3ចូលធ្វើលំហាត់គ្រប់ចំណុច A B C D and E 4ត្រូវផ្ទៀងផ្ទាត់ជាមួយចម្លើយដែលមាន5ត្រូវតែយល់ឲ្យច្បាស់គ្រប់មេរៀនទាំងអស់ហើយអានដដែលរាល់ថ្ងៃ Consistency រហូតដល់យល់ចូលចិត្ត Can a dog help? Dog needed a house to live in. So he looked in the newspaper and read the help wanted part. The newspaper said, help wanted. My house needs a dog. Dog picked up the newspaper. He went to the house. He saw a woman. Dog said, can I help? The woman smiled at him. She gave him a pat. She said, yes, you can help. You can be my pet. And that is how Dog found his house. មេរៀនទី5តើឆ្កែអាចជួយបានទេសត្វឆ្កែត្រូវការផ្ទះសម្រាប់រស់នៅដូច្នេះហើយវាបានស្វែងរកក្នុងកាសែតហើយបានអានត្រង់ផ្នែកដែលផ្សាយថាត្រូវការជំនួយកាសែតបានផ្សាយថាត្រូវការអ្នកជួយផ្ទះរបស់ខ្ញុំត្រូវការឆ្កែមួយក្បាលសត្វឆ្កែនោះបានកាន់កាសែតអានហើយវាបានដើរទៅរកផ្ទះនោះភ្លាមបន្ទាប់មកឆ្កែនោះបានឃើញស្ត្រីម្នាក់នៅទីនោះវាបានសួរថាតើខ្ញុំអាចជួយអ្នកបានទេស្ត្រីនោះក៏បានញញឹមទៅកាន់វាហើយលូកដៃទៅស្ទាបអង្អែលលើក្បាលរបស់វាហើយនាងបាននិយាយថាចា៎អ្នកអាចជួយខ្ញុំបានហើយអ្នកអាចក្លាយជាសត្វចិញ្ចឹមរបស់ខ្ញុំបានហើយនោះជាមធ្យោបាយដែលសត្វឆ្កែស្វែងរកផ្ទះសម្រាប់រស់នៅ How well did you understand? Read each question. Right or B. 1. What is this story about? A. How dog learned to read a newspaper. B. What dog did to find a home. 2. What could a dog do in real life? A. A dog could get a newspaper. B. A dog could read a newspaper. 3. What was the woman looking for? A. A house for her dog. B. A dog for her house. For what could happen in real life? A. A woman could say, yes, you can help. B. A dog could say, can I help? 5. How do you know this story is just for fun? A. A dog can't read or talk. B. A woman can't have a dog for a pet. បន្ទាប់អំពីអ្នកអានអត្ថបទខាងលើមកតើអ្នកយល់ក្នុងអត្ថបទនេះបានកម្រិតណាចូលអានសំណួរទាំងអស់ហើយជ្រើសរើសកឬខ1តើសាច់រឿងនេះនិទានអំពីអ្វីកវិធីដែលសត្វឆ្កែអានកាសែតខអ្វីដែលសត្វឆ្កែបានស្វែងរកផ្ទះដើម្បីរស់នៅលេខ2តើអ្វីទៅឆ្កែអាចធ្វើបាននៅក្នុងជីវិតពិតខឆ្កែអាចទៅយកកាសែតមកបានឆ្កែអាចអានកាសែតបានលេខ3តើអ្វីទៅស្ត្រីនោះកំពុងស្វែងរកកផ្ទះសម្រាប់ឆ្កែរបស់នាងខត្រូវការឆ្កែសម្រាប់នៅក្នុងផ្ទះរបស់នាងលេខ4តើអ្វីទៅអាចកើតឡើងបានក្នុងជីវិតពិតកស្ត្រីបាននិយាយថាចាស់អ្នកអាចជួយខ្ញុំបានខឆ្កែបាននិយាយថាខ្ញុំអាចជួយអ្នកបានទេលេខ5តើអ្នកដឹងដោយរបៀបណាថារឿងនេះគ្រាន់តែជាការនិទានកឆ្កែមិនអាចអានឬនិយាយបានទេខស្ត្រីមិនអាចមានឆ្កែជាសត្វចិញ្ចឹមបានទេ
អរគុណសម្រាប់ការមើលពីដើមរហូតដល់ចប់បើចង់រៀនបន្ថែមទៀតទី1សូមចុច link ភ្ជាប់ទៅ group Telegram ឬ scan QR 2តាម Zoom ដែលមានលេខ 5627738202 3សូមចុច link ភ្ជាប់ទៅមេរៀនជា PDF នៅក្នុង Google Drive បញ្ជាក់ដំណរដែលមានទាំងអស់នេះមាននៅខាងក្រោមវីដេអូទាំងអស់សូមអរគុណ